សួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធី podcast ដំណើររឿងពីបុរាណជាមួយខ្ញុំបាទជាពិធីករក្នុងថ្ងៃនេះតើបងប្អូនធ្លាប់មានអារម្មណ៍ទេថានៅពេលដែលយើងឈរនៅចំពោះមុខសំណង់បុរាណណាមួយយើងហាក់ដូចជាឮសំឡេងខ្សឹបខ្សៀវនៃប្រវត្តិសាស្ត្រដែលបានកន្លងផុតទៅរាប់រយឆ្នាំថ្ងៃនេះខ្ញុំចង់នាំបងប្អូនទាំងអស់គ្នាធ្វើដំណើរទៅកាន់ទឹកដីដ៏ស័ក្តិសិទ្ធិអង្គរខេត្តសៀមរាបដើម្បីទៅស្វែងយល់អំពីទីកន្លែងដ៏អស្ចារ្យមួយដែលមានឈ្មោះថាស្រះស្រង់សាកស្រមៃមើលនៅពេលព្រលឹមស្រាងនៅពេលដែលពន្លឺព្រះអាទិត្យដំបូងចាប់ផ្ដើមចែករស្មីពណ៌មាសកាត់តាមជើងមេឃហើយឆ្លុះបញ្ចាំងនៅលើផ្ទៃទឹកដ៏ស្ងប់ស្ងាត់នៃស្រះស្រង់វាមិនមែនត្រឹមតែជាទិដ្ឋភាពដ៏ស្រស់ស្អាតប៉ុណ្ណោះទេប៉ុន្តែវាគឺជាសិល្បៈនៃធម្មជាតិនិងស្ថាបត្យកម្មដែលរួមបញ្ចូលគ្នាស្រះស្រង់មានទីតាំងស្ថិតនៅខាងកើតប្រាសាទបន្ទាយក្តីនិងខាងត្បូងប្រាសាទតាកែវវាគឺជាបារាយឬស្រះទឹកដ៏ធំមួយដែលមានបណ្ដោយប្រវែង700ម៉ែត្រនិងទទឹង350ម៉ែត្រតើបងប្អូនដឹងទេថាស្រះស្រង់នេះត្រូវបានកសាងឡើងនៅក្នុងសតវត្សទី10ដោយព្រះបាទរាជេន្ទ្រវរ្ម័នទី2ប៉ុន្តែក្រោយមកនៅក្នុងចុងសតវត្សទី12ព្រះបាទជ័យវរ្ម័នទី7បានធ្វើការកែលម្អនិងកសាងថែមថំឲ្យមានសោភ័ណភាពដោយដែលយើងឃើញសប្តាហ៍ថ្ងៃនេះរចនាបថដែលលេចធ្លោជាងគេគឺរចនាបថបាយ័ននៅចំកណ្ដាលមាត់ច្រកចុកទូទឹកយើងឃើញមានរានហាលដ៏ស្រាតអស្ចារ្យដែលលម្អទៅដោយចម្លាក់នាគនិងតោឈរយាមយ៉ាងអង់អាចមនុស្សជាច្រើនតែងតែហៅស្រះស្រង់ថាជាស្រះស្រង់ជលធីឬស្រះស្រង់រាជដែលមានន័យថាជាកន្លែងសម្រាប់ព្រះមហាក្សត្រស្រង់ទឹកឬសម្អាតព្រះកាយតាមបែបសាសនាសាកស្រមៃពីភាពអធិកធម្មនៈចំនួននោះមើលនៅពេលដែលព្រះមហាក្សត្រនិងព្រះរាជវង្សានុវង្សយ៉ាងមកជប់សម្រាប់នៅទីនេះដោយមានខ្យល់ចំណូលត្រជាក់បុកកាត់ផ្ទៃទឹកដ៏ធំល្វឹងល្វើយវាពិតជាមានសេចក្តីសុខខ្លាំងណាស់ចំណុចដែលគួរឲ្យចាប់អារម្មណ៍បំផុតមួយទៀតនោះគឺនៅចំកណ្ដាលស្រះស្រង់កាលពីដើមឡើយមានប្រាសាទទួចមួយសង់នៅលើកោះសិកផនិមិត្តទោះបីជាបច្ចុប្បន្នយើងឃើញតែគ្រឹះថ្មពុកក៏ដោយប៉ុន្តែអ្នកបុរាណវិទ្យាបានរកឃើញថាវាធ្លាប់ជាកន្លែងសម្រាប់ធ្វើពិធីសាសនាដ៏សំខាន់តាមឯកសារខ្លះបានបញ្ជាក់ថាស្រះស្រង់មិនមែនសាងសង់ឡើងសម្រាប់តែការប្រើប្រាស់ទឹកឬការស្រង់ទឹកប៉ុណ្ណោះទេប៉ុន្តែវាមានអត្ថន័យទាក់ទងនឹងចក្រវាឡវិទ្យាផងដែរទឹកតំណាងឲ្យមហាសមុទ្រដែលព័ទ្ធជុំវិញភ្នំព្រះសុមេរុនៅពេលដែលខ្ញុំអង្គុយលើជណ្ដាលថ្មពុកនាពេលល្ងាចខ្ញុំសង្កេតឃើញឯកទេសចរជាតិនិងអន្តរជាតិជាច្រើនអង្គុយមើលថ្ងៃលិចសម្លេងទឹកប៉ះនឹងថ្មសម្លេងបាក់សៃហៅត្រឡប់ទៅសំពុកវាហាក់ដូចជាជួយលាងចម្រាស់ទុក្ខកង្វល់ក្នុងចិត្តរបស់យើងបានយ៉ាងល្អស្រះស្រង់មិនត្រឹមតែជាគារណែលដូនតប៉ុណ្ណោះទេប៉ុន្តែវាគឺជាសក្ខីភាពនៃភាពឆ្លាតវៃនៃពុទ្ធដឹកនាំនិងស្ថាបត្យករខ្មែរនៅចំនួននោះដែលជាគ្រប់គ្រងទុនធានទឹកនិងបង្កើតនូវសោភ័ណភាពដែលមិនចេះរីងស្ងួតការថែរក្សាស្រះស្រង់ឲ្យនៅមានទឹកថ្លាឆ្វេងនិងរក្សារូបរាងដើមឲ្យបានល្អគឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាវាមិនមែនត្រឹមតែជាថ្មនិងទឹកទេប៉ុន្តែវាជាព្រលឹងនៃជាតិសាសន៍ប្រសិនបើបងប្អូនមានឱកាសបានទៅដល់អង្គរកុំភ្លេចឈៀងចូលស្រះស្រង់នាពេលព្រលឹមសាក់លបងបិទភ្នែកហើយដកដង្ហើមវែងៗអ្នកនឹងមានអារម្មណ៍ថាទទួលបានថាមពលវិជ្ជមានពីទីនោះសម្រាប់ថ្ងៃនេះកម្មវិធីរបស់យើងឈានមកដល់ទីបញ្ចប់ហើយសង្ឃឹមថាការចែករំលែកអំពីប្រវត្តិនិងសម្រស់នៃស្រះស្រង់នេះនឹងធ្វើឲ្យបងប្អូនកាន់តែស្រឡាញ់និងមោទនភាពចំពោះវប្បធម៌ខ្មែរយើងសូមអរគុណសម្រាប់ការតាមដានស្ដាប់តាំងពីដើមរហូតដល់ចប់ជួបគ្នាជាមួយខ្ញុំបាទនៅភាគបន្តទៀតនឹងមានរឿងរ៉ាវអស្ចារ្យផ្សេងៗទៀតនៃទឹកដីអង្គរសូមជម្រាបលានិងសូមឲ្យមានថ្ងៃដ៏ស្រស់សម្រួលគ្រប់គ្នា